ក្នុងមនុស្សនៅក្នុងទេវតានេះវាមានតែសេចក្តីទុក្ខហ្នឹងមានតែសេចក្តីទុក្ខមានការស្រឡាញ់ជាប់ចម្ពាក់ទៅហួងហែងទៅប្រកាន់មមទៅសេចក្តីទុក្ខក៏កើតទៅដូចញាតិញោមមានកូនជាទីស្រឡាញ់ជាទីពេញចិត្តចឹងទៅហ្នឹងតែពេលកូនហ្នឹងដល់នៅសេចក្តីទុក្ខឥឡូវយើងកើតទុក្ខអត់ទេញាតិញោមកើតទុក្ខកើតទុក្ខលំបាកចិត្តមានកូនជាទីស្រឡាញ់មានកូនជាទីពេញចិត្តរបស់យើងហ្នឹងហើយដល់ពេលកូនជាទីស្រឡាញ់ជាទីពេញចិត្តហ្នឹងដល់នៅសេចក្តីទុក្ខលំបាកទៅមេដាបិតាហ្នឹងក៏មានសេចក្តីទុក្ខតាមទៅព្រោះសភាពនៃទឹកចិត្តមេដាបិតាដែលច្រើនមានមេត្តាមានករណាមានមុទិតាចំពោះកូនណាញាតិញោមអានឹងទឹកចិត្តមេដាបិតាអញ្ចឹងកាលណាបើមានមេត្តាមានករណាមានមុទិតាចំពោះកូននៅពេលដែលកូនដល់នៅសេចក្តីទុក្ខអញ្ចឹងខ្លួនឯងក៏ដល់នៅសេចក្តីទុក្ខយ៉ាងច្រើនដែរសារខ្វះនៅឧបេក្ខាព្រហ្មវិហារវិហារធម៌ទាំងអស់មាន4មិនអញ្ចឹងណាញាតិញោមមានមេត្តាមានករណាមានមុទិតាហើយនឹងមានឧបេក្ខាប៉ុន្តែនៅពេលណាដែលយើងមានតែមេត្តាករណាមុទិតាអានឹងធ្វើឲ្យយើងមានការជាប់ជំពាក់ខ្លាំងណាជាមួយកូនជាមួយញាតិមិត្តរបស់យើងនឹងអ្នកដែលជាទីស្រឡាញ់ជាទីពេញចិត្តអញ្ចឹងបានព្រហ្មវិហារធម៌ត្រូវតែមាន4ដើម្បីទប់ទល់ហ្នឹងញាតិញោមព្រហ្មវិហារធម៌ទី4គឺឧបេក្ខាណាឧបេក្ខាព្រហ្មវិហារនឹងគឺព្រះអង្គឲ្យយើងមាននៅការសម្លឹងណាទៅដល់សត្វទាំងឡាយទាំងឯងប្រព្រឹត្តទៅតាមអំណាចនៃកម្មហ្នឹងហ្នឹងនៅក្នុងកពីសុទ្ធមៈណាបងនៅក្នុងឧបេក្ខាព្រហ្មវិហារធម៌ហ្នឹងលោកបញ្យល់ពីរឿងបុគ្គលដែលចម្រើននៅឧបេក្ខាព្រហ្មវិហារធម៌ហ្នឹងគឺត្រូវតែមានការពិចារណាសម្លឹងទៅលើសត្វដែលជាទីស្រឡាញ់ជាទីពេញចិត្តហ្នឹងប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនហ្នឹងអាហ្នឹងទៅចិត្តយើងហ្នឹងមិនសូវជាការទុកខ្លាំងទេទេណាបើមិនចឹងទេការទុកខ្លាំងណាកូនជាទីស្រឡាញ់ស្វាមីជាទីស្រឡាញ់ឬក៏ប្រពន្ធជាទីស្រឡាញ់ឬក៏មេដាម្ដាយជាទីស្រឡាញ់ហ្នឹងគាត់ជួបប្រទះនៅសេចក្តីទុក្ខអញ្ចឹងធ្វើឲ្យយើងហ្នឹងក៏កើតសេចក្តីទុក្ខខ្លាំងដែរហើយការសេចក្តីទុក្ខខ្លាំងហើយជួយឲ្យអត់បានទៀតមិនអញ្ចឹងណាយល់ទេជួយអីអត់បានទេណាឧទាហរណ៍កូនឈឺដល់ពេលកូនឈឺយើងជួយអីកូនបានបើអត់ទេណាឈឺមានទៅរកពេទ្យហ្នឹងឯងមានតែចឹងឯងហើយព្យាបាលជាអាហ្នឹងរឿងលើពេទ្យហើយយើងហ្នឹងសំបីតែកើតទុកក្តីមិនកើតទុកក្តីសួរតែកូនយើងឈឺហ្នឹងវាជាបានទេណាយល់ទេណាកូនហ្នឹងមិនជាដោយសារយើងកើតទុកឬក៏មិនកើតទុកទេណាជាបានដោយសារពេទ្យព្យាបាលហ៎មិនចឹងណាយល់ទេណាអញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងជាមេដាបិតាត្រូវមានព្រហ្មវិហារធម៌ទាំង4មានឧបេក្ខានេះទៀតនៅពេលណាដែលយើងជួយអីកូនមិនបានណាគឺយើងត្រូវតែពិចារណាដល់កម្មរបស់កូនរបស់បងរបស់ប្អូនរបស់មេដារបស់បិតាយើងនៅពេលនោះធ្វើឲ្យចិត្តយើងនឹងឯងរសាយអំពីសេចក្តីទុក្ខបានខ្លះបើមិនបានទាំងអស់ក៏បានខ្លះដែរឲ្យតែយើងព្រមថាសត្វលោកនឹងមានកម្មជារបស់ខ្លួនសត្វលោកនឹងតែងតែប្រព្រឹត្តទៅតាមកម្មបុគ្គលណាសាងកម្មបែបណាក៏រមែងបានផលបែបនោះហ្នឹងជីវិតកូនយើងដែលជួបប្រទះនៅសេចក្តីទុក្ខដោយសារកម្មរបស់គេជីវិតកូនយើងប្តីយើងមេដាបិតាយើងណាដល់នៅសេចក្តីទុក្ខដោយសារកម្មរបស់គេដែរណាអញ្ចឹងយើងពិចារណាអញ្ចឹងទៅធ្វើឲ្យចិត្តរបស់យើងវាកាត់បន្ថយខ្លះណាយើងដូចថាជួនកាលយើងចាស់ទៅមានចៅជាទីស្រឡាញ់ដល់ពេលចៅនឹងកើតទុក្ខស្លាប់អីចឹងទៅយប់មិនចឹងណាញាតិញោមណាមានចៅហ្នឹងត្រៀមយប់មកហើយទៅហ្នឹងស្រឡាញ់ខ្លាំងជាប់ជាពាក់ខ្លាំងកុំថាឡើយយើងជាពុទ្ធជនបាសិកាសាខាហ្នឹងក៏យំព្រោះរឿងចៅដែរណាស្រឡាញ់ចៅណោះណាហើយបានទៅជួបព្រះអង្គទៅទាំងទឹកភ្នែកយំស័កស្រាំនឹងឯងហើយបានព្រះអង្គទ្រង់សម្ដែងពធទៅណា
ឲ្យពិចារណាឃើញថាសង្ខារធัวនឹងវាមិនទៀងជាងឯងសត្វលោកមានកម្មជារបស់ខ្លួនអ្នកណាសាងកម្មបែបណាក៏ប្រព្រឹត្តតាមកម្មនឹងទៅហើយបានព្រះអង្គបញ្ជាក់អំពីសភាពនៃចិត្តជាប់ជំពាក់ការស្រឡាញ់ហ្នឹងណាមានរបស់ជាទីស្រឡាញ់100ទុកមាន100អញ្ចឹងណាយល់ទេហើយមានរបស់ជាទីស្រឡាញ់90ទុក90មានរបស់ជាទីស្រឡាញ់50ទុកក៏50ដែរមានរបស់ជាទីស្រឡាញ់1ទុកក៏1ដែរហ្នឹងហេតុអីដោយសារសេចក្តីទុកកើតចេញអំពីសេចក្តីស្រឡាញ់គឺតណ្ហាលោភៈហ្នឹងឯងសេចក្តីត្រូវការប្រាថ្នាជាប់ជំពាក់ស្រឡាញ់ពេញចិត្តហ្នឹងអញ្ចឹងស្រឡាញ់របស់អីមួយសេចក្តីទុកហ្នឹងក៏កើតមួយដែរហ្នឹងពេលមកតោជាយទេសោកោពេលមកតោជាទេភយ៉ាងអីចឹងណាយល់ហ្នឹងសេចក្តីសោកសេចក្តីខ្សឹបខ្សួលភ័យអីយបច្ចបានហ្នឹងក៏កើតចេញអំពីពេលមកតោហ្នឹងសេចក្តីស្រឡាញ់ពេញចិត្តហ្នឹងឯងហ្នឹងតែពេលអស់ការស្រឡាញ់ទៅអភ័យតក់ស្លុតកើតទុក្ខលំបាកអីហ្នឹងក៏អស់ដែរចឹងណារួចផុតអំពីការស្រឡាញ់ការជាប់ជំពាក់ហ្នឹងបានន័យថាដកចេញនៅតណ្ហាសេចក្តីត្រូវការប្រាថ្នាហ្នឹងដល់ពេលអស់ធัวទាំងអស់ហ្នឹងទៅសេចក្តីទុក្ខក្នុងចិត្តរបស់យើងក៏អស់ដែរញាតិញោមចង់ឲ្យជីវិតរបស់យើងហ្នឹងរួចផុតអំពីសេចក្តីទុក្ខគឺព្យាយាមកាត់ផ្ដាច់នៅចំណងគឺតណ្ហាសេចក្តីត្រូវការចង់យ៉ាងនេះចង់យ៉ាងនោះដើម្បីខ្លួនឯងណាចឹងហ្នឹងយើងរឿងការចង់អីសពគ្រប់បែបយ៉ាងទាំងអស់គឺដើម្បីខ្លួនឯងទាំងអស់អត់មានដើម្បីអ្នកដទៃទេសូម្បីថាយើងចង់ឲ្យកូនយើងបានសេចក្តីសុខហ្នឹងក៏ចង់ដើម្បីខ្លួនឯងដែរហ្នឹងហើយចឹងណាញាតិញោមឧទាហរណ៍កូនយើងអាក្រក់សាហាវខូខើវាយធ្វើបាបយើងណាព្រឹកល្ងាចយើងមានចិត្តចង់ឲ្យកូនយើងបានសុខទេទេណាហើយយើងមិនចង់ទេវាយធ្វើបាបយើងរាល់តែថ្ងៃទេណាយើងខំប្រឹងចិញ្ចឹមតាំងពីតូចមកញាតិញោមមើលតែហើយមកវាយធ្វើបាបយើងទាលុយអីរាល់ថ្ងៃរឿងអីថាមកឲ្យយើងខឹងដែលយើងស្រឡាញ់កូនខ្លាំងណាស់ហ្នឹងដោយសារចង់ឲ្យកូនហ្នឹងយ៉ាងម៉េចទំនុកបរំមើលថែយើងពេលយើងចាស់ទៅអញ្ចឹងណាចង់បានសេចក្តីល្អពីកូនមកវិញហើយបើសិនកូននឹងអាក្រក់សាហាវខុសខើទេចិត្តយើងហ្នឹងគឺថាមិនសូវស្រឡាញ់ទេហ្នឹងមិនសូវស្រឡាញ់ទេថ្ងៃណាក៏វាយដំច្រំធាក់យើងស្រឡាញ់មិនព្រោះស្វាមីចាស្វាមីយើងថាជាទីស្រឡាញ់ហីដោយសារអីដោយសារស្វាមីល្អមិនចឹងណាយល់ទេស្វាមីផឹកស្រាមកវាយដំច្រំធាក់យើងរាល់ថ្ងៃយើងស្រឡាញ់ស្វាមីហ្នឹងទេអត់ទេហ្នឹងហើយមកយើងស្រឡាញ់ខ្លួនឯងជាងអ្នកណាណីទាំងអស់កុំគិតទេខ្ញុំនឹងស្រឡាញ់កូនជាងអត់ទេគ្មានស្រឡាញ់កូនជាងទេគឺស្រឡាញ់ខ្លួនឯងច្រើនជាងមិនចឹងណាញ៉ឹមយើងថាស្រឡាញ់កូនប៉ុន្តែចង់ឲ្យកូនយ៉ាងម៉េចចង់ឲ្យកូនតបស្នងសងកូនយើងចង់ឲ្យកូនមើលថែយើងអីចឹងទៅចង់ឲ្យកូននឹងធ្វើយ៉ាងនេះធ្វើនោះចំពោះយើងទៅហ្នឹងអាហ្នឹងគឺថាយើងស្រឡាញ់កូនខ្លាំងណាស់នោះគឺចង់ឲ្យគាត់នឹងមើលថែយើងអីចឹងទៅមិនម៉ាក៏បានពេលចាស់ទៅគាត់ជួយដែរមិនចឹងណាហ្នឹងពធនោះព្រះសម្មាសម្ពុទ្ធបងសម្ដែងថាស្រឡាញ់អ្វីស្មើនឹងស្រឡាញ់ខ្លួនឯងវាអត់មានណាហ្នឹងហើយនឹងតកតងប្រវត្តិរឿងរ៉ាវណានៅក្នុងប្រសូតមានណាមានរឿងរ៉ាវប្រសូតនោះណាយៈចាប់ព្រៃជាបានណាហើយដល់ពេលអញ្ចឹងទៅទៀមទាឲ្យយកមនុស្សណាឲ្យយៈស៊ីណាឲ្យស៊ីរាល់តែថ្ងៃអញ្ចឹងព្រៃជាអត់មានអ្នកណាណៃឲ្យមានតែកូនខ្លួនឯងសុខចិត្តឲ្យកូនខ្លួនឯងកូនតូចហ្នឹងណាយល់យៈស៊ីណាអាហ្នឹងយើងគិតមើលទៅធម្មតាថាបិតាស្រឡាញ់កូនខ្លាំងមិនអញ្ចឹងណាដល់ពេលដើម្បីរក្សាជីវិតខ្លួនឯងនៅឃើញថាពេលហ្នឹងត្រូវរក្សាជីវិតហើយបើមិនឲ្យកូនខ្លួនឯងទៅយៈស៊ីទេពេលហ្នឹងយៈចាប់ខ្លួនឯងស៊ីអញ្ចឹងសុខចិត្តឲ្យកូនតូចហ្នឹងទៅ
ហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គទៅសម្ដែងធัวប្រោះយៈហ្នឹងទៅយៈហ្នឹងក៏អត់បានស៊ីកូនតូចហ្នឹងទៅហ្នឹងនៅក្នុងរឿងរ៉ាវហត្ថអលវកបាសកណាមានប្រវត្តិរឿងរ៉ាវហ្នឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងណដ្ឋិអត្តសមង្ពេមង្សណាស្រឡាញ់អ្វីស្មើដោយស្រឡាញ់ខ្លួនឯងអត់មានទេកុំគិតថាខ្ញុំស្រឡាញ់កូនជាងស្រឡាញ់ប្តីជាងស្រឡាញ់អីជាងអត់ទេស្រឡាញ់ខ្លួនឯងជាងគេហ្នឹងហើយអញ្ចឹងសរុបមកក្រំតែចង់បញ្ជាក់ថានៅពេលណាដែលយើងមានការស្រឡាញ់អ្វីមួយដោយអំណាចលោភៈតណ្ហាហ្នឹងការស្រឡាញ់ទាំងអស់ហ្នឹងគឺជាទុក្ខអញ្ចឹងណាយល់ទេជាហេតុនាំឲ្យកើតទុក្ខហ្នឹងហើយការស្រឡាញ់លោភៈជាប់ចម្ពាក់ហ្នឹងអត់មាននាំយើងទៅណាក្រៅពីអបាយភូមិទេណាអញ្ចឹងយើងត្រូវតែខិតខំប្រឹងប្រែងកាត់បន្ថយនឹងផងដែររឿងការស្រឡាញ់ជាប់ចម្ពាក់ហ្នឹងព្រោះប្រព្រឹត្តទៅដល់អំណាចលោភៈអាហ្នឹងមានតែស្លាប់ទៅកើតក្នុងអបាយភូមិនឹងឯងព្រោះជាអកុសលប៉ុន្តែបើសិនជាយើងស្រឡាញ់ដល់អំណាចនៃមេត្តាវិញអាហ្នឹងជា